អ្នកដំណើររាប់សិបនាក់បានបង្ខំចិត្តចេញមកឈរនៅលើស្លាបយន្តហោះនៃជើងហោះហើររបស់ក្រុមហ៊ុន American Airlines នៅពហុកីឡដ្ឋាន Denver International Airport ខណៈដែលពួកគេភៀសខ្លួនចេញពីយន្តហោះបន្ទាប់ពីម៉ាស៊ីនមួយនៅក្នុងចំណោមម៉ាស៊ីនផ្សេងទៀតបានផ្ទុះឆេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដោយបញ្ចេញផ្សែងខ្មៅក្រាស់ទៅលើអាកាសតាមសេចក្តីរាយការណ៍របស់បណ្ដាញសារព័ត៌មាន CNN កាលពីថ្ងៃទី14 ខែមិនិនាឆ្នាំ2025នេះឲ្យដឹងថាយន្តហោះ Boeing 737-800 នៃជើងហោះហើរ1006របស់ American Airlines បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះ Colorado Springs ទៅព្រលានយន្តហោះដែលមានអ្នកដំណើរចំនួន172នាក់និងក្រុមអាកាសយានិកចំនួន6រូបដោយបានបង្វែរទិសដៅពីទីក្រុង Denver នៅម៉ោងប្រហែល 5:15 នាទីល្ងាចម៉ោងនៅក្នុងស្រុកបន្ទាប់ពីក្រុមអាកាសយានិករាយការណ៍ថាមានភាពរំញ័ររបស់ម៉ាស៊ីននេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលអាកាសចរសហព័ន្ធសេចក្តីថ្លែងការណ៍ដដែលលើកឡើងថាបន្ទាប់ពីចុះចតរួចហើយស្របពេលដែលអ្នកដំណើរកំពុងត្រូវបានដឹកជញ្ជូនទៅច្រកទ្វារចេញម៉ាស៊ីនមួយរបស់យន្តហោះនេះបានឆាបឆេះរដ្ឋបាលអាកាសចរសហព័ន្ធកំពុងស៊ើបអង្កេតលើករណីនេះភ្លាមមុនពេលចុះចតអាកាសយានិកនៅលើយន្តហោះនោះបានជូនដំណឹងទៅអ្នកគ្រប់គ្រងជើងហោះហើរនៅក្នុងទីក្រុង Denver ថាយន្តហោះនេះមានបញ្ហាម៉ាស៊ីនប៉ុន្តែវាមិនស្ថិតនៅក្នុងលក្ខខណ្ឌបន្ទាន់ទេនេះបើយោងតាមខ្សែអត្ថសំឡេងពីផ្នែកគ្រប់គ្រងជើងហោះហើរពី liveatc.net អ្នកនាំពាក្យនៅព្រលានយន្តហោះ Denver International Airport បានប្រាប់បណ្ដាញសារព័ត៌មាន CNN ថាយន្តហោះនេះបានមកដល់ច្រក C38 អ្នកនាំពាក្យដដែលបាននិយាយថាអគ្គិភ័យត្រូវបានពន្លត់ហើយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញរូបភាពពីកន្លែងកើតហេតុបានបង្ហាញពីអ្នកដំណើររាប់សិបនាក់ចាក់ចេញពីយន្តហោះហើយឈរនៅលើស្លាបយន្តហោះខណៈមានផ្សែងហុយឡើងទៅលើអាកាសអ្នកដំណើរមួយចំនួនបានជម្លៀសចេញពីយន្តហោះតាមច្រកសុវត្ថិភាពនេះបើតាមរូបភាពវីដេអូដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយកដ្ឋានគ្រប់គ្រងអគ្គិភ័យនៅទីក្រុង Denver បានប្រាប់បណ្ដាញសារព័ត៌មាន CNN ថាអ្នកដំណើរចំនួន12នាក់ដែលមានរបួសស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យវីដេអូដែលថតនៅក្នុងយន្តហោះដោយស្ត្រីម្នាក់មកពីរដ្ឋម៉ុងតាណាដែលរង់ចាំប្តូរជើងហោះហើរនោះបានបង្ហាញពីរូបភាពផ្សែងខ្មៅធំហុយចេញពីយន្តហោះហើយអ្នកដំណើររាប់សិបនាក់ព្យាយាមរត់ចេញអ្នកស្រី Crystal Leonard ដែលធ្វើដំណើរពីទីក្រុង Helena នៃរដ្ឋ Montana បានប្រាប់បណ្ដាញសារព័ត៌មាន CNN ថាអ្នកស្រីកំពុងរង់ចាំនៅខាងក្នុងព្រលានយន្តហោះ Denver International Airport ដើម្បីបន្តជើងហោះហើរទៅព្រលានយន្តហោះ Colorado Springs ហើយពេលនោះអ្នកស្រីបានមើលទៅក្រៅហើយបានឃើញអណ្ដាតភ្លើងនិងផ្សែងគ្របដណ្ដប់លើយន្តហោះនោះអ្នកស្រី Crystal Leonard បាននិយាយថាខ្ញុំមានភាពតក់ស្លុតចំពោះអ្នកដំណើរទាំងនោះខ្ញុំមិនដឹងថាពួកគាត់ភ័យខ្លាចប៉ុណ្ណានោះទេក្រុមការងារសង្គ្រោះនៅព្រលានយន្តហោះទំនងជាបានពន្លត់អគ្គិភ័យនោះភ្លាមនេះបើតាមវីដេអូមួយដែលអ្នកដំណើរបានថតពីក្នុងយន្តហោះនៃក្រុមហ៊ុនអាកាសចរ American Airlines បានបញ្ជូនយន្តហោះមកជំនួសនិងក្រុមអាកាសយានិកទៅកាន់ក្រុង Denver ដើម្បីជួយក្រុមអ្នកដំណើរបន្តដំណើរទៅទីក្រុង Dallas ឧបទ្ទវហេតុឆេះម៉ាស៊ីនយន្តហោះកាលពីថ្ងៃព្រហស្បតិ៍នេះកើតមានត្រឹមតែ3សប្តាហ៍បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុន Delta Airlines បានបុកនិងក្រឡាប់ឆេះនៅលើផ្លូវរត់នៅព្រលានយន្តហោះអន្តរជាតិ Toronto Pearson International Airport កាលពីខែធ្នូគ្រោះថ្នាក់តាមជើងហោះហើរនៅកូរ៉េខាងត្បូងនិងប្រទេសកាហ្សាស្ថានបានបណ្ដាលឲ្យមនុស្សជាង200នាក់ស្លាប់បាត់បង់ជីវិត។